សាច់រឿងនេះដែរគឺខ្ញុំបាទបានទទួលពីប្អូនស្រីម្នាក់ឈ្មោះថាប្អូនពេជ្រឥឡូវខ្ញុំសូមហៅគាត់ថាជាប្អូនស្រីតែម្ដងដើម្បីឲ្យងាយស្រួលក្នុងការរៀបរាប់ពីសាច់រឿងទៅប្អូនស្រីពេជ្រហ្នឹងគាត់គឺជាអ្នកចម្រៀងច្រៀងនៅក្នុងវង់អូកដងមួយកន្លែងថ្ងៃមួយហ្នឹងគឺគាត់បានទទួលការច្រៀងហ្នឹងនៅស្រុកមួយផ្សេងដែលឆ្ងាយពីស្រុករបស់គាត់ពេលដែលគាត់ធ្វើដំណើរទៅហ្នឹងគាត់ឃើញថាភូមិហ្នឹងជាភូមិមួយដែលដាច់ស្រយាលនៅឆ្ងាយពីទីប្រជុំជនហើយក៏ដូចជានៅមិនទាន់ជឿនលឿនអីខ្លាំងទេផ្លូវដែលត្រូវចូលហ្នឹងក៏វាមានការលំបាកពិបាកក្នុងការបើកឡានចូលអញ្ចឹងហើយបងស្រីម្ចាស់អូកដងហ្នឹងគាត់ក៏បានឲ្យបងប្រុសតកង់ឡានហ្នឹងបើកឡានវៀងផ្លូវភូមិហ្នឹងចូលមកកាត់តាមផ្លូវវាលស្រែវិញបើកឡានចូលមកក្បែររបងផ្ទះរបស់ម្ចាស់កម្មវិធីហ្នឹងតែម្ដងបន្ទាប់ពីការដែលគាត់បើកឡានមកនឹងហើយចូលមកដល់ហ្នឹងក៏ម៉ោងល្បាក់ប្រហែលជាម៉ោង4ជិតនឹងម៉ោង5ទៅហើយការរៀបចំឆាកហ្នឹងហើយរួចចប់សពគ្រប់អស់ទៅក៏គាត់ដឹងដំណឹងថាម្ចាស់កម្មវិធីហ្នឹងគាត់អត់បានរៀបចំកន្លែងសម្រាប់ហ្នឹងឲ្យទៅក្រុមការងាររបស់គាត់ទេដោយបងប្រុសម្ចាស់អូកដងហ្នឹងនិងបងស្រីគាត់មិនដឹងជាធ្វើយ៉ាងម៉េចក៏លេចទៅនៅចិត្តហ្នឹងប្រហែលជា50ម៉ែត្រហ្នឹងឃើញថាមានដើមឈើមួយម្លប់ហ្នឹងរៀងតិចអញ្ចឹងហើយគាត់ក៏បានបើកឡានហ្នឹងចេញពីកន្លែងអែបលបងផ្ទះគាត់ហ្នឹងហើយចូលទៅដល់កន្លែងក្រោមដើមឈើធំដែលមានម្លប់ធំហ្នឹងគាត់ចូលទៅកន្លែងហ្នឹងហើយក៏គាត់ចាប់ផ្ដើមរៀបចំជាទីកន្លែងស្នាក់នៅដូចជាការចងតង់អីផ្សេងៗអញ្ចឹងទៅដើម្បីផ្ដល់ភាពងាយស្រួលទៅដល់ប្អូនស្រីហើយប្អូនប្រុសក៏គាត់រៀបចំចងរឹងអីនៅក្រោមឡានអញ្ចឹងទៅក៏សម្រាប់នៅក្បែរហ្នឹងទៅហើយដោយការធ្វើដំណើរទៅវាឆ្ងាយផងមួយណាក៏លះលហើយដែរប្អូនស្រីពេជ្រជាមួយនឹងមិត្តភ័ក្តិរបស់គាត់មួយទៀតឈ្មោះថាស្រីពុយដែលគាត់នៅសម្រាប់នៅចិត្តគ្នានឹងរួមជាមួយនឹងមិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតដែរហើយពេលដែលគាត់សម្រាប់នៅលើរឹងហ្នឹងសម្រាប់សុកហ្នឹងក៏ប្អូនស្រីពុយហ្នឹងគាត់មានអារម្មណ៍ថាមានមនុស្សម្នាក់ហ្នឹងគាត់ទាញសក់គាត់កន្តាក់មកវឹបអញ្ចឹងទៅគាត់ក៏ភ្ញាក់វឹបមកគាត់សួរទៅកាន់ប្អូនស្រីពេជ្រហ្នឹងសួរថាចាឯងទាញសក់ខ្ញុំមែនហើយប្អូនពេជ្រហ្នឹងក៏គាត់និយាយថាអត់ទេបងអត់បានទាញផងហើយក៏សោចហើយក៏គាត់សម្រាកទៅវិញទៅលក្ខណៈថាព្យាយាមសម្រាកទៅអញ្ចឹងទៅក៏ស្ងាត់បែបហ្នឹងទៅដល់បន្តិចក្រោយមកទៀតមកក៏បងស្រីម្ចាស់អូកដងហ្នឹងគាត់ដើរពីកន្លែងកម្មវិធីហ្នឹងមកគាត់មកស្រែកហៅថាកពេជ្រកពុយនៅធ្វើអីក្រោកឡើងមកទៅហូបអីនៅកន្លែងកម្មវិធីនោះជុំគ្នាហ្នឹងមកម្ចាស់កម្មវិធីគេចាំដល់ពេលអញ្ចឹងប្អូនស្រីពេជ្រហ្នឹងក៏គាត់តបទៅបងម្ចាស់អូកដងហ្នឹងថាអត់ទៅទេចៅអើយខ្ញុំអត់អងុយហើយមួយទៀតហត់ដែរខ្ញុំសម្រាប់យកកម្លាំងតិចសិនតែបងម្ចាស់អូកដងហ្នឹងគាត់អត់ប្រោមក៏គាត់ឲ្យប្អូនស្រីពេជ្រហ្នឹងនិងស្រីពុយព្រមទាំងមិត្តរបស់គាត់ម្នាក់ទៀតហ្នឹងឲ្យបញ្ញាប់ទៅងូតទឹកឲ្យលុបមុខឲ្យទៅហូបបាយឲ្យបានសិនហើយចាំបោមកសម្រាប់វិញពេលដែលគាត់ហូបបាយឲ្យចប់សពគ្រប់យ៉ាងអស់ទៅឃើញថានៅអង្គុយនិយាយលេងទៅចែកគ្នាហ្នឹងល្បាក់ប្រហែលជាម៉ោង7ទៅម៉ោង8យប់ហើយពួកគាត់ក៏បកត្រឡប់ពីកន្លែងកម្មវិធីហ្នឹងវិញមកកន្លែងសម្រាប់របស់គាត់ផ្ទាល់ដែលឆ្ងាយពីកន្លែងកម្មវិធីហ្នឹងតែប្រវែង50ម៉ែត្រទេអញ្ចឹងពួកគាត់ក៏ចូលកន្លែងសម្រាប់កន្លែងរៀងខ្លួនផ្សេងគ្នាអញ្ចឹងទៅដោយប្អូនស្រីរបស់ខ្ញុំហ្នឹងគាត់ថាអើយសម្រាប់នៅខាងក្រោមហ្នឹងអត់កើតអញ្ចឹងក៏គាត់សុំបងស្រីម្ចាស់អូកដងហ្នឹងឡើងទៅសម្រាប់នៅលើឡានដោយក្រាលកំរាលហើយសម្រាប់នៅលើឡានហ្នឹងដោយមានតង់មួយក្រោបខាងលើដើម្បីកុំឲ្យវាត្រូវសើមហើយសម្រាប់កម្មករដែលជាប្រុសហ្នឹងគឺគាត់ចងរឹងសម្រាប់នៅក្រោមឡានហ្នឹងហើយស្រីខ្លះទៀតក៏គាត់សម្រាប់នៅចិត្តហ្នឹងរួមជាមួយនឹងបងម្ចាស់អូកដងហ្នឹងដែរនិយាយចូលទៅដល់កន្លែងចំណុចហ្នឹងពេលដែលគាត់កំពុងតែសម្រាប់ហ្នឹងក៏លើសំឡេងមនុស្សប្រុសហ្នឹងទៅចែកគ្នាហើយនិយាយសំឡេងលឺពេលហ្នឹងឯងបងប្រុសម្នាក់ដែលជាអ្នកលើកឆាកហ្នឹងគាត់ក៏ស្រែកថាពីណានោះនិយាយលឺហ្មងឲ្យគេសម្រាប់ផងហើយសំឡេងហ្នឹងក៏វាស្ងាត់ទៅ
បន្តិចក្រោយមកទៀតមកបន្ទាប់ពីស្ងាត់ហើយបងប្រុសម្នាក់ហ្នឹងក៏គាត់បានចេញទៅមើលដោយសារគាត់ជាមនុស្សប្រុសផងគាត់ត្រូវទៅមើលសិនហើយសម្លេងហ្នឹងគឺចេញពីកន្លែងក្បែរគល់ឈើនៅជាប់កន្លែងគាត់សម្រាប់ហ្នឹងឯងគាត់ក៏ក្រោកឡើងហើយគាត់ដើរទៅមើលដើរទៅដល់ហ្នឹងស្រាប់តែគាត់ស្រែកវាស់មកទៅហឹងឡើងមកដូចជាមនុស្សដែលគាត់ឃើញអីមួយហើយភ្ញាក់ស្រែកមកទៅហឹងសឹងនឹងផ្លាត់សម្លេងរបស់គាត់អ្នកនៅកន្លែងហ្នឹងគឺភ្ញាក់ទាំងអស់គ្នាហើយផ្អើលកិលរត់ទៅមើលគាត់ដល់ពេលរត់ទៅមើលគាត់ហើយសួរគាត់ថាហើយកើតអីមែនគាត់ថាអត់មានអីផងគាត់តែគាត់ភ្ញាក់នេះបន្តិចហ្នឹងគាត់តែនិយាយចឹងហើយគាត់ក៏អត់បានបញ្ជាក់ថាមានរឿងហេតុការណ៍អីកើតឡើងទេគាត់ក៏ស្រែងរឹងអាកន្លែងដែលគាត់សម្រាកហ្នឹងយកទៅចងនៅក្រោមឆាកកន្លែងកម្មវិធីហើយគាត់សម្រាកនៅហ្នឹងទៅហើយអ្នកទាំងអស់ហ្នឹងគាត់អត់បានចាប់អារម្មណ៍ក្រែងថាបងប្រុសម្នាក់ហ្នឹងគាត់លេងសើចរបៀបម៉េចអីក៏មិនដឹងក៏នាំគ្នាចូលសម្រាកតាមកន្លែងរៀងខ្លួននិយាយពីបងអូនស្រីពេជ្របងអូនស្រីពុយហើយនឹងមិត្តភ័ក្តិរបស់គាត់វិញគាត់សម្រាកនៅលើឡានហ្នឹងក្រោយនឹងមកសបកមកហ្នឹងបិទភ្នែកលាវទៅអញ្ចឹងក៏ស្រាប់តែឮសំឡេងជើងមនុស្សគាត់ដើរឡើងលើឡានហ្នឹងស្រុបបន្ទាប់មកក៏ស្ងាត់សំឡេងហ្នឹងក៏បងអូនស្រីពេជ្រហ្នឹងក៏គាត់បើកភ្នែកឡើងមកវឹបមកស្រាប់តែឃើញមនុស្សប្រុសម្នាក់ហ្នឹងអង្គុយនៅចុងជើងរបស់គាត់ដែលសន្តានមនុស្សប្រុសម្នាក់ហ្នឹងគឺមានរាងធំហើយសបល់ខ្មៅគាត់ភ័យដែរប៉ុន្តែគាត់អត់ដឹងធ្វើម៉េចទេគាត់អត់ហ៊ានស្រែកហៅគ្នាគាត់ទេបងពេជ្រហ្នឹងក៏គាត់លោកដៃបន្តិចទៅកេះហៅមិត្តភ័ក្តិរបស់គាត់ដែលជាស្រីពុយហ្នឹងកេះអញ្ចឹងទៅគាត់បងស្រីពុយហ្នឹងបើកភ្នែកឡើងមកឃើញមកដែរវាក់ទាំងអស់គ្នាអញ្ចឹងបងស្រីម្នាក់ទៀតនោះគាត់ក៏លេងមកឃើញដូចគ្នាស្រាប់មនុស្សប្រុសម្នាក់ហ្នឹងបន្ទាប់ពីអង្គុយហើយគាត់ស្ទុះក្រោកមកវឹបមកក្រោកឈរនៅចុងជើងហ្នឹងដោយកែវភ្នែកមើលមកកាន់អ្នកទាំង3នាក់ហ្នឹងមើលដោយកែវភ្នែកហ្នឹងយ៉ាងមើងម៉ាត់ហើយយ៉ាងមុតមកអត់មាត់អីទាំងអស់ដោយទឹកមុខឡើងស្មើហើយអ្នកទាំង3ហ្នឹងគាត់ភ័យខ្លាំងពេកជាពិសេសគឺបងអូនស្រីពេជ្រហ្នឹងមកគាត់ក៏ស្រែកថាចែហៅ3ដងដល់អញ្ចឹងម្ចាស់អូកាដងហ្នឹងបងស្រីហ្នឹងគាត់ក៏ភ្ញាក់ដឹងខ្លួនឡើងគាត់រត់មកមើលបងអូនស្រីពេជ្រហើយនឹងបងអូនស្រីពុយហ្នឹងសួរថាពេជ្រឯងកើតអីមែនគាត់ថាមិញហ្នឹងគាត់ឃើញមានមនុស្សប្រុសម្នាក់ឈរនៅចុងជើងរបស់គាត់បើចៃអត់ជឿទេចៃសួរកពុយទៅកពុយក៏ឃើញដែរអាហ្នឹងជាភាសាដែលគាត់និយាយជាមួយគ្នាអញ្ចឹងណាហើយអ្នកទាំង3ហ្នឹងក៏គាត់អះអាងថាគាត់ឃើញដូចគ្នាដល់អញ្ចឹងទៅចៃក៏គាត់ឲ្យបងប្រុសហ្នឹងដើរមើលនៅចិត្តហ្នឹងក្រែងមានមនុស្សម្នាក់ដែលមានគំនិតអាក្រក់ចង់មកលេងសើចអីជាមួយនឹងក្រុមការងាររបស់គាត់តែបើថាស្ទើរតែជាស្រីអញ្ចឹងទេឲ្យប្រុសហ្នឹងគាត់ដើរមើលទៅបងស្រីហ្នឹងក៏គាត់ដើរទៅកន្លែងម្ចាស់កម្មវិធីពេលដែលដើរទៅដល់កន្លែងហ្នឹងហើយគាត់ក៏ប្រាប់ថាមានឃើញមនុស្សប្រុសដែលលបឡើងទៅលើឡានកន្លែងដែលស្រីដែលគាត់សម្រាកហើយគាត់ច្រៀងនៅហ្នឹងអញ្ចឹងណាឃើញបែបហ្នឹងហើយគាត់ប្រាប់ថាឲ្យម្ចាស់កម្មវិធីហ្នឹងជួយផ្ដល់តំណែងហ្នឹងទៅឲ្យប៉ូលីសឲ្យគាត់ចុះមើលផងក្រែងមានមនុស្សណាម្នាក់ដែលគាត់មានគំនិតអាក្រក់លើអ្នកចម្រៀងស្រីរបស់គាត់អីចឹងទៅហើយក៏មានប៉ូលីសហ្នឹងក៏គាត់ចុះមកមើលនៅជីហ្នឹងអស់ហើយដើររកមើលចំសត្វរបស់ចឹងទៅវាអត់មានឃើញអីទេដល់អត់ឃើញអីចឹងពួកគាត់ទាំងអស់គ្នាហ្នឹងក៏ចូលទៅសម្រាកតាមបែបធម្មតាវិញទៅបងអូនស្រីពេជ្រហើយនឹងបងអូនស្រីពុយហ្នឹងគាត់ឡើងទៅសម្រាកអញ្ចឹងទៅក៏សម្រាកយ៉ាងលងលក់ទៅដោយការអស់កម្លាំងដែរសម្រាកទៅអត់ដឹងថាលបាក់ប្រហែលជាប្រហែលទេគាត់សម្រាកយ៉ាងលងលក់ទៅរហូតដល់យប់ជ្រៅខ្លាំងបងអូនស្រីពេជ្រហ្នឹងក៏គាត់ឈឺបត់ជើងតូចគាត់ក៏ឲ្យស្រីពុយដែលជាមិត្តរបស់គាត់ហ្នឹងឲ្យគាត់ជូនទៅដល់ស្រីពុយហ្នឹងហើយគាត់ក៏ចុះពីលើឡានហ្នឹងទៅបត់ជើងតូចនៅឲ្យឆ្ងាយពីកន្លែងឡានហ្នឹងបន្តិចដោយគាត់ទៅឆ្ងាយពីកន្លែងឡានហ្នឹងមិនបន្តិចទៅព្រោះអីកន្លែងឡានហ្នឹងគឺមានមនុស្សប្រុសមនុស្សស្រីគាត់សម្រាកនៅហ្នឹងអញ្ចឹងហើយបងអូនស្រីពេជ្រហ្នឹងក៏គាត់ទៅអែបអាជាយភ្លើមួយដែលរៀងផុតពីឡានហ្នឹងរៀងឆ្ងាយបន្តិចដែរតែអាចកលេចមកមើលកន្លែងឡានហ្នឹងវិញ
អញ្ចឹងបន្ទាប់ពីគាត់បត់ជើងតូចនឹងហើយគាត់ក្រោកឡើងមកគាត់ក៏ងាកមកមើលកន្លែងឡានហ្នឹងគាត់ចាប់អារម្មណ៍ឃើញអាដើមឈើនឹងធំអញ្ចឹងណាគ្រាន់តែគាត់ងាកកលេចមកវឹបមកគឺគាត់បានឃើញមនុស្សប្រុសម្នាក់ហ្នឹងគឺចងកនៅលើដើមឈើហ្នឹងដោយសន្តានរបស់មនុស្សប្រុសហ្នឹងគឺសម្បុរខ្មៅមៀតរាងធំហើយខ្ពស់ចងកហ្នឹងបានន័យថាអាខ្សែចំណងហ្នឹងគឺមេឃហ្នឹងគឺវាដាបមកលើអាកន្លែងឡានហើយខ្សែចំណងចងកហ្នឹងគឺចងអាមេឃហ្នឹងផ្ទាល់តែម្ដងហើយខ្សែហ្នឹងវិលអញ្ចឹងទៅជើងរបស់មនុស្សហ្នឹងក៏បញ្យួរនៅលើអាតង់ដែលគេប្រក់ធ្វើជាដបូលហ្នឹងបញ្យួរលើនឹងទីងណោកអញ្ចឹងទៅហើយអាខ្សែហ្នឹងវិលមកមនុស្សហ្នឹងក៏វិលតាមខ្សែអញ្ចឹងទៅបងអូនស្រីពេជ្រហ្នឹងគាត់ឃើញបែបហ្នឹងហើយគាត់ភ័យអញ្ចឹងគាត់ចាប់ដើមស្រែកមកទំហឹងបណ្ដោយគាត់ស្រែកវាស់មកទំហឹងរបស់គាត់អញ្ចឹងទៅផ្អើលឈុលនាំគ្នាមកមើលហ្នឹងចាយក៏គាត់មកសួរថាអាពេជ្រហើយកើតអីមែនបងអូនស្រីពេជ្រហ្នឹងនិយាយអីអត់ទាន់ចេញទេចាប់ផ្ដើមញ័រខ្លួនតតិចតតាត់ជាមួយនឹងបងអូនពុយហ្នឹងព្រោះអីតាំងពីអ្នកបងអូនស្រីហ្នឹងគឺបានឃើញទាំងពីរអ្នកហើយឃើញយ៉ាងច្បាស់តែម្ដងផ្ទាល់ភ្នែករបស់គាត់តែអ្នកដែលគាត់រត់មកនោះរត់មកហើយហ្នឹងគឺសម្លឹងទៅដើមឈើហ្នឹងគឺអត់មានឃើញអីទេហើយរៀងស្បោយអារម្មណ៍តិចទៅបងអូនស្រីពេជ្រហ្នឹងគាត់ប្រាប់ថាមិញហ្នឹងគឺគាត់ឃើញមានមនុស្សប្រុសដែលឈរនៅចុងជើងរបស់គាត់មុនហ្នឹងចងកសម្រាប់ខ្លួននៅលើដើមឈើដែលជាប់កន្លែងយើងស្នាក់នៅហ្នឹងជាប់ឡានហ្នឹងឯងដោយជើងនឹងឯងយល់នៅលើតង់នឹងចុះឡើងចឹងគ្រាន់តែលើអញ្ចឹងភ្លាមអ្នកទាំងអស់គ្នាហ្នឹងគាត់សម្រាកនៅនឹងលែងកើតដែរម្នាក់គឺសម្រាកនៅនឹងលែងកើតដែរក៏សម្រេចថារើអាកន្លែងនឹងចេញហើយបើកឡានមកដាក់ជាប់ជីលបងហ្នឹងហើយក៏នាំទាំងប្អូនស្រីពេជ្រហ្នឹងព្រមទាំងក្រុមការងារទាំងអស់ហ្នឹងមកអង្គុយជុំគ្នានៅកន្លែងកម្មវិធីហ្នឹងដោយអត់ហ៊ាននិយាយអីទាំងអស់ដោយស្ងប់ស្ងាត់បំផុតធ្វើពើជាអត់ដឹងអត់ឮរឿងអីទាំងអស់ហើយប្អូនស្រីពេជ្រហ្នឹងអារម្មណ៍របស់គាត់នៅតែតក់ស្លុតតែដោយសារបានបងហ្នឹងគាត់ព្យាយាមពយល់ចុះឡើងអញ្ចឹងទៅក៏គាត់រៀងស្រាក់អារម្មណ៍តិចតែខ្លួនរបស់គាត់ហ្នឹងគឺនៅតែញ័រខ្លាំងតាំងពីអ្នកហ្នឹងឯងបន្ទាប់ពីរាត្រីនឹងកន្លងផុតទៅដល់ពេលព្រឹកឡើងហ្នឹងក៏បងស្រីម្ចាស់កម្មវិធីហ្នឹងក៏គាត់បានយករឿងហ្នឹងខ្លះទៅដើម្បីឲ្យម្ចាស់ផ្ទះហ្នឹងម្ចាស់កម្មវិធីហ្នឹងគាត់ទៅរកផ្ទះមួយទៀតដើម្បីឲ្យក្រុមការងាររបស់គាត់សម្រាកហើយគាត់ក៏សុំបានអាផ្ទះនៅជិតហ្នឹងមួយដើម្បីឲ្យស្រីគាត់សម្រាកនៅហ្នឹងហើយប្អូនស្រីពេជ្រហ្នឹងដោយការភ័យខ្លាចរបស់គាត់ខ្លាំងពេកគាត់អត់ចង់ឈៀងតនៅហ្នឹងទៀតទេគឺគាត់បានពឹងឲ្យបងស្រីម្ចាស់កម្មវិធីហ្នឹងជួយទៅឪពុករបស់គាត់ហើយនឹងម្ដាយរបស់គាត់ឲ្យបោកយកគាត់បោកទៅផ្ទះវិញគាត់អត់ច្រៀងតទេប៉ុន្តែបងស្រីម្ចាស់កម្មវិធីហ្នឹងគាត់អង្វរដោយសារអីប្អូនស្រីពេជ្រហ្នឹងគឺគាត់ជាអ្នកច្រៀងបានន័យថាអ្នកចម្រៀងចម្រុះញាក់ក៏បានបុរាណក៏បានអីចឹងណាច្រៀងបែបតម្រងហ្នឹងគឺគ្រប់តម្រងតែម្ដងអញ្ចឹងដោអត់កើតទេបើសម្រាប់តែអ្នករាំគឺដោកើតតែអ្នកចម្រៀងបែបហ្នឹងគឺដោអត់បានទេអញ្ចឹងតម្រូវឲ្យបងស្រីពេជ្រហ្នឹងគាត់ជួយច្រៀងនៅនឹងសិនដល់ពេលយប់ហ្នឹងបន្ទាប់ពីបងស្រីពេជ្រគាត់បានច្រៀងហើយចប់សពគ្រប់ទាំងអស់ឪពុករបស់គាត់និងម្ដាយរបស់គាត់ហ្នឹងគាត់បានមកដល់កន្លែងហ្នឹងហើយក៏ទទួលយកបងស្រីពេជ្រហ្នឹងបកត្រឡប់ទៅផ្ទះវិញឯឡានហ្នឹងនិងក្រុមការងារផ្សេងទៀតព្រមទាំងមិត្តភ័ក្តិរបស់បងស្រីពេជ្រអីហ្នឹងគឺគាត់ត្រូវធ្វើដំណើរទៅតាមឡានវិញដោយឡែកដែលគាត់អត់មានម៉ូតូណាទៅយកទេឆ្ងាយដែរអញ្ចឹងណាគាត់ក៏តម្រុំតែរើឆាកអីហើយចប់សពគ្រប់អស់រៀបចំហើយគាត់ក៏ធ្វើដំណើរចេញទៅទាំងយប់តែម្ដងហើយរឿងដែលហួសចិត្តបំផុតហ្នឹងគឺអាពេលដែលគាត់បើកឡានចេញទៅហើយគឺត្រូវកាត់តាមដើមឈើហ្នឹងទៀតត្រូវកាត់តាមដើមឈើហ្នឹង
còn ta ba lan trên từ phật đam chơi năng màn tích nè đây nơi lơ lan năng tầng óc kia đây bắt đầu sầm lần máu cứ khơi bà rọ mà nè nắng quạt trâu nơi lơ đam chơi mùi nằng cho đòi mơn mắt ọt miên mọt ấy tầng óc hoi sầm lần mưa bộ quạt tới đòi ọt đạn cả sai phần này thì mình đang thà ở nông bồng nông bài ná dương có ọt đằng đôi chân này đây tại quạt trâu sầm lần ọt đạn phần này thì và tua bị bộ quạt ban tờ lọp mà đọt tè vinh ôn sấy bạch nắng có quạt tờ lục sợi tắc chanh hay nè đại nơi chùa hai ca năng tầng óc này nắng có sợi tờ lục sợi tắc chanh vô tầng lan từ tầng ấy tầng óc hơi đòi mà cha ô cái đó nó quạt đọt chất quạt hà riêng đó thằng năng hơi mấy có ọt miền nè prap quạt hà cái lấy nắng là việc mệt hơi mà cha cam thì nắng có ọt ban prap quạt môn này thà cái lại nắng miền mà nô ấy slap ấy mà chẳng ọt ban prapi hai ca ấy chẳng ngọ tục là hốt đó bộ quạt chụp hai ca nâng hói có ọt ban rộng đầm nó sai ấy xây để chui quạt ấy khóc vì năng ấy ban tràn chưa nắng cứ ọt thì rồi hốt đó cam bị thi nâng trong sắp quạt vờ tờ lọc mà tiệt vậy hói có quạt ở tẹt tông từ xua bông xây mà nẹ tiết đài quạt nẹ tẹt tông ao to thế chẳng quạt của ban prap tha còn anh từ xâm rạ nơi cái này nâng bông ở hiện pram của ấy mà cha cam bị thí cho mỗi bông nâng bông khoản tệ tông ao tê phần tay bảo ao sân sná cứ bông ở sân sná tê thì chân bông có ở hiện pram đây là khôi cam bị thí kế cái này nâng tam vật tới cứ môn pe đại bảo anh từ đó nâng bảy ngày cứ miền mình được pro mà nè đại quạt luộc vào cây cho mỗi nâng bộ pôn bảo quạt hói quạt khăn sờ vá cho mỗi bộ pôn quạt cố từ tròn cố xâm lập luôn nên nâng hơi tâm ban tại bảy ngày thì trái khơi nhỏ này tới sầm rã nên nâng đáy tay trái ở hiện prap thì đường nâng bộ ấy khai mà cha cam thì nó quạt khăn chẳng là rương tận ở nó cứ việc bàn bần chọp tới đòi bần năng hay dương chăm chuộc này to nữa sai đường cái đòi một tiệt xâm ở quân trai